សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី24ខែតុលា ឆ្នាំ 2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យកាលពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនតម្រុយឆ្នោតដែលខ្ញុំបានឲ្យគឺមានលេខ75 14 94 45លេខអុសមាន2ខ្ទង់គឺអុសខ្ទង់10ហើយនិងអុសខ្ទង់9បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ40ត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ73ត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ72គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ75គឺត្រូវចំតម្រុយតែម្ដងតម្រុយខ្ញុំបានឲ្យលេខ75សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន4គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុសហូគឺ96គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ14គឺត្រូវចំតម្រុយតែម្ដងតម្រុយខ្ញុំបានឲ្យលេខ14តទៅទៀតគឺយើងត្រូវបានប៉ុស C គឺ14ដូចគ្នាគឺត្រូវចំតម្រុយដូចគ្នាហេងប៉ុសម៉ោង 4:30 នាទីបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ14ដូចគ្នាគឺត្រូវលេខអុសហើយនឹងត្រូវចំតម្រុយតែម្ដងសរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន4គ្រាប់ចំពោះម៉ោង 6:30 នាទីគឺយើងអត់បានត្រូវទេបន្តមកទៀតនេះខ្ញុំបាននឹងលើកយកតម្រុយសម្រាប់ថ្ងៃទី24ខែតុលាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ51 20 គុត01 15លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់20សូមពុកម៉ែបងប្អូនជួយ Subscribe និងសញ្ញាមេដៃជាសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរឬក៏ផ្ដល់យោបល់សូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត